ผมเว้ยผมน้ำมูtiếtน้ำมกน้ำมูtiết Căng mana mì kim tên này khát tên này Miliati dah khát tên này Miliati dah Pak bang Terima tembok panan nơi បាទដោយតែបងប្អូនយើងឃើញនៅក្បាលវីដេអូចឹងបាទនិយាយរួមទៅថ្ងៃហ្នឹងគឺធ្លាក់ភ្លៀងមកមេមកបាទគឺអបសុកពេកបងប្អូនបាទមកដើរបាញ់កដោតែម្ដងទៅបាទនិយាយរួមទៅបងប្អូនយើងឃើញហើយបាទនិយាយរួមទៅនៅទីអត់សុកទេបងប្អូនបាទនិយាយរួមទៅឲ្យតែបានវីដេអូផឲ្យបងប្អូនយើងទស្សនាបាទថ្ងៃហ្នឹងគឺខ្ញុំមកបាញ់កដោបាទគឺកដោធំល្អបងប្អូនបាទធ្លាក់ភ្លៀងមកនិយាយរួមទៅចេញពីរួនច្រើនពុកម៉ែបងប្អូនបាទជួរហ្នឹងការពីមិនតន់ភ្លៀងហើយនឹងមិនតន់ព្យុះប្រាសឥឡូវគេព្យុះព្រោះបដាឲ្យពុកម៉ែបងប្អូនយើងបាទនិយាយរួមទៅធ្លាក់ភ្លៀងមកមេមកកដោច្រើនមែនទែនបងប្អូនបាទនិយាយរួមទៅកដោធំល្អបងប្អូនបាទថ្ងៃហ្នឹងក៏បាញ់បានច្រើនដែរបងប្អូនបាទនេះសកម្មភាពយើងដើរបាញ់ណាបងប្អូនបាទខ្ញុំថតអត់បានក្បោះក្បាយជូនបងប្អូនទេដោយសារនេះបងប្អូនបាទដោយសារខ្ញុំឲ្យបងខ្ញុំថតឲ្យអញ្ចឹងទៅបាទវាថតឲ្យញ៉ៃអញ្ចឹងទៅពេលខ្លះក៏តំណងទៅពេលខ្លះក៏អត់តំណងទៅពុកម៉ែបងប្អូនយើងបាទតនេះគឺថាយើងបាញ់បានពស់មួយដែរបងប្អូនយើងតគ្នាបាទនេះបងប្អូនបាទពស់ព្រៃនិយាយរួមទៅធំមែនទែនពស់នេះមិនសូវទូចទេបាទនិយាយរួមទៅខ្ញុំបាញ់រួចក៏បោះចោលទៅបាទយកទេខ្ជិលលាត់វាបងប្អូនបាទយើងបាញ់យកទៅបាទតនេះក៏យើងបានកដោមួយទៀតដែរបងប្អូនបាទយើងបានកដោមួយទៀតនេះបាទប៉ុន្តែនៃបងប្អូនយើងតគ្នាអើយបាទដឹងតាជាតិហើយធីមទឹកតម្លាយគ្នាយើងបាទនិយាយរួមទៅអបសុកពេកបងប្អូនបាទក៏ដើរលេងទៅបងប្អូនបាទនិយាយរួមទៅដូចពីក្បាលវីដេអូហ្នឹងខ្ញុំនិយាយថាពេលមិនតាន់ព្យុះប្រាសហើយនឹងមិនតាន់ព្រោះបងប្អូនបាទនិយាយរួមទៅអត់មានកដោទេបងប្អូនបាទជួរហ្នឹងណាបងប្អូនបាទនិយាយរួមទៅមានដែរតែវាដើរស្ងាត់ឈឹងទៅងុំទាំងម្ដងបងប្អូនបាទទៅតែភ្លៀងនឹងមកបាទគឺបានកដោរៀងគួសមដែរបាទឃើញកដោច្រើនបងប្អូននេះតោះគ្នាបាទនិយាយរួមទៅខ្ញុំធ្វើការដើរមុនមកយប់ហើយបងប្អូនបាទមិនដឹងថាវាមានកដោអញ្ចឹងណាបងប្អូនបាទនិយាយរួមទៅថ្ងៃមុនហ្នឹងគ្នាគេមកតែ2នាក់ទេបងប្អូនបាទអញ្ចឹងហើយបានកដោតិចដល់ពេលយើងទៅ3នាក់អញ្ចឹងទៅគឺបានកដោគួសមបាទតនេះវិញខ្ញុំដេញវាយប្រផិតប្រភិញតាពេញតាវាស្រែហ្នឹងហើយបងប្អូននេះតោះគ្នាបាទហើយហួសចិត្តនឹងឆ្កែខ្ញុំមែនតែនបងប្អូននេះតោះគ្នាបាទកដោរត់នឹងមុខច្មោះវាហ្នឹងហើយបងប្អូនបាទអត់ខាំបងប្អូននេះតោះគ្នាបាទអត់ដឹងកើតអីបាទមកពីខ្ញុំមិនដែលនាំដើរតាមវាអីចឹងទៅបាទគ្នាអត់សូវសមណាបងប្អូនបាទនេះតនេះវិញនៅច្បោះហ្នឹងហើយបងប្អូនបាទអត់ខាំបើខាំដឹងតែបានហើយបាទនិយាយរួមទៅបើឆ្កែខាំបានច្រើនគឺគួរសមណាបងប្អូនបាទកដោណាបងប្អូនបាទនិយាយរួមទៅគ្នានៅតែឯងដែរបើពីមុនមាន3 4 5អីចឹងទៅបាទគឺថាដេញខាំពេញតាវាស្រែហ្នឹងហើយបងប្អូនបាទនិយាយរួមទៅនេះបានមួយដែរនេះនេះបាទបាញ់ចំហើយបាទបានលូកដៃយកណាបងប្អូននេះតគ្នាបាទនិយាយរួមទៅអ្នកស្រែគឺអត់មានអីច្រើនទេពុកម៉ែបងប្អូនបាទឲ្យតែយើងដើររោបាទដឹងតែមិនខ្វះទេមហូបហូបណាបងប្អូនយើងតគ្នាបាទមិនខ្វះទេមហូបហូបបាទឲ្យតែយើងប៉ិនប្រសពបាទទាំងត្រីទាំងអីណាបាទទីទៀតដល់ខែត្រីខែអីគឺខ្ញុំនឹងថតជូនបងប្អូនយើងទស្សនាណាបងប្អូនយើងតគ្នាបាទតែអត់តន់ទឹកឡើងទេពុកម៉ែបងប្អូនបាទហើយបាទតនេះវិញបាទគឺថាបងប្អូនខ្ញុំវាយបានមួយដែរបាទយើងមើលក្នុងដប់អញ្ចឹងទៅបាទគឺក៏ដល់រត់ចេញពីក្នុងដប់នឹងទៅហ្មងបាទនិយាយរួមទៅគ្រប់ទឹកបដ ாய் បាទកន្លែងទៅហ្នឹងធំមែនទែនបងប្អូនបាទយើងគោះចេញបដ ாய் ហើយយើងមកមើលវីដេអូយើងសរុបទាំងអស់គ្នាបាទនេះបងប្អូនបាទកដោយើងគឺបាន30កដោជាងដែរប្រហែលជា3គីឡូដែរបាទកដោធំដែរបងប្អូនយើងតោះគ្នាបាទនេះមើលតែវីដេអូហ្នឹងដឹងហើយបាទនេះបាទកដោឡើងមកពនុកធំណាបងប្អូននេះតោះគ្នាបាទអញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងហើយបងប្អូននេះតោះគ្នាកុំភ្លេចជួយ like ជួយ share ម្នាក់មួយផងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ